បាទសូមជម្រាបសួរបងប្អូនគ្នាថ្ងៃនេះខ្ញុំនិយាយពីការវិនិយោគក្នុងវិស័យកាស៊ីណូនៅក្នុងប្រទេសកម្ពុជាមានប្រមាណជាពិសេសនៅតាមខ្សែបណ្ដោយព្រំដែនណាកម្ពុជាថៃហើយនៅតំបន់នៅខេត្តមួយចំនួនដែលដូចជាខេត្តព្រះសីហនុយើងសួរថាមានមូលហេតុអីដែលនាំឲ្យមានការវិនិយោគនៅក្នុងវិស័យកាស៊ីណូច្រើនហើយយើងតែងតែចោទកម្ពុជាថាជាប្រទេសមួយដែលមានscam online ហើយខ្ញុំនឹងភ្ជាប់នឹងបរិបទនោះដើម្បីបើកកញ្ចក់ឲ្យបងប្អូនយល់តិចដែរប៉ុន្តែយើងត្រូវដឹងថាប្រទេសដែលវិនិយោគក្នុងវិស័យកាស៊ីណូហ្នឹងភាគច្រើនមកពីណាតើមកពីចិនឥណ្ឌូនេស៊ីឬក៏មកពីថៃឬក៏មកពីប្រទេសកម្ពុជាហើយខ្ញុំបង្ហាញការស្រាវជ្រាវហើយការស្រាវជ្រាវនេះគឺជារបាយការណ៍មួយមកពី CDI ដែលគេចេញផ្សាយនៅខែមីនាឆ្នាំ2026នេះដែលបានបង្ហាញអំពីបរិបទនៅក្នុងវិស័យកាស៊ីណូក្នុងប្រទេសកម្ពុជាតាមពិតទៅរឿងវិស័យកាស៊ីណូនេះគឺជាវិស័យមួយដែលប្រទេសកម្ពុជាទទួលបានចំណូលពីពន្ធណាប្រមាណជាជិត100លានដុល្លារដែរប៉ុន្តែបើសិនជាវិស័យកាស៊ីណូនឹងវិនិយោគវាប៉ះពាល់ឲ្យមាននាំឲ្យមានសន្តិសុខសង្គមអស្ថិរភាពផ្សេងៗហ្នឹងរដ្ឋាភិបាលនិងភាគីដែលពាក់ព័ន្ធត្រូវតែមានយន្តការនឹងទប់ស្កាត់ដូចជារយៈកាលកន្លងមកហ្នឹងគឺរដ្ឋាភិបាលនឹងលុបមិនឲ្យមានការលុបអាជ្ញាប័ណ្ណ game online អីជាដើមណានេះគឺជារឿងដែលប្រទេសកម្ពុជាមានឆន្ទៈនៅក្នុងការរក្សាសន្តិសុខពីនៃការវិនិយោគក្នុងវិស័យកាស៊ីណូក្នុងប្រទេសកម្ពុជាមុននឹងយើងនិយាយពីវិស័យកាស៊ីណូមកវិនិយោគមកពីប្រទេសណាខ្ញុំសូមរំលឹកនៅក្នុងរឿង scam industry បន្តិចនៅក្នុងវិស័យមួយដែលយើងគិតថាការឆបោកណានឹង scam នោះគឺនៅក្នុងតំបន់អាស៊ានហ្នឹងគេសន្មតថាមានតម្លៃប្រមាណជា7ទៅ12,000លានដុល្លារសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ានយើងណាអាស៊ីអាគ្នេយ៍ហ្នឹងហើយនេះគឺជាតម្លៃដែលគេបានជួញដូរនៅក្នុងរៀងរាល់ឆ្នាំហើយបើសិនជាគេរំលេចការពីឆ្នាំ2022ប្រទេសកម្ពុជាមានអ្នកដែលពាក់ព័ន្ធទៅនឹងរឿង scam operation ប្រតិបត្តិការ scam នៅក្នុងប្រទេសកម្ពុជាហ្នឹងមាន 100000 នាក់បាទកាលពីឆ្នាំ2022នេះបើយោងទៅតាមអង្គការ Amnesty International ហើយនិង UNOCD កាលពីឆ្នាំ2023-2024ដែលគេបានរំលេចនេះគឺជាបរិបទមួយហើយគេបានរកឃើញថាបញ្ហាទាំងអស់ហ្នឹងគឺកើតមាននៅក្នុងការវិនិយោគនៅក្នុងវិស័យកាស៊ីណូក្នុងប្រទេសកម្ពុជាហ្នឹងជិត200កាស៊ីណូអញ្ចឹងយើងនឹងត្រឡប់ទៅប្រធានបទវិញថាតើការវិនិយោគនៅក្នុងវិស័យកាស៊ីណូដែលខ្ញុំនឹងបញ្ជាក់ថា200កាស៊ីណូហ្នឹងអ្នកណាខ្លះជាអ្នកវិនិយោគហើយវិនិយោគនោះដើម្បីអីយើងមើលនៅក្នុងខ្សែព្រំដែនណានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឬក៏នៅតំបន់មួយចំនួននៅក្នុងឆ្នាំ2025បើយោងទៅតាមរបាយការណ៍របស់ CDI ហ្នឹងយើងចាប់ផ្ដើមពីខេត្តព្រះសីហនុមុនគេខេត្តព្រះសីហនុមានចំនួនកាស៊ីណូនឹង135កាស៊ីណូនៅក្នុងខេត្តព្រះសីហនុហើយភាគច្រើនគឺជាការវិនិយោគរបស់ចិនហើយឥណ្ឌូនេស៊ីហើយគេ target នឹងមានភ្ញៀវអ្នកមកលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូនឹងមានភ្ញៀវចិនភ្ញៀវឥណ្ឌូនេស៊ីមានវៀតណាមអីគេទៅលេងនឹងប៉ុន្តែយើងមើលនៅក្នុងប៉ោយប៉ែតចិត្តព្រំដែនកម្ពុជាថៃហ្នឹងគឺមានការវិនិយោគកាស៊ីណូហ្នឹងមាន32កាស៊ីណូហើយភាគច្រើនមានចិនមានថៃមានកម្ពុជាជាការវិនិយោគមួយឬក៏មួយផ្នែកខ្លះរួមគ្នាហើយដូចនៅម្ដុំអូស្មាតจะមានកាស៊ីណូមានចំនួន4ដែរជាការវិនិយោគដោយប្រទេសកម្ពុជាហើយនឹងការវិនិយោគរួមគ្នារវាងកម្ពុជាថៃហើយដូចនៅម្ដុំប៉ៃលិនមាន2ដែរហើយមួយគ្រប់គ្រងដោយចិនមួយគ្រប់គ្រងដោយថៃហើយនៅច្រកដូងខាងកំរៀងណាមាន2គឺមួយគ្រប់គ្រងដោយចិនហើយមួយគ្រប់គ្រងដោយថៃនេះគឺជាបរិមាណមួយដែលវិស័យកាស៊ីណូដែលបង្កើតការងារនេះជិត70000កន្លែងណា66000កន្លែងហើយជាការវិនិយោគនឹងរបស់ជនជាតិចិនមានថៃឥណ្ឌូនេស៊ីអីផ្សេងៗដែលគាត់មកចូលមកវិនិយោគមានទាំងកម្ពុជាដែរអញ្ចឹងខ្ញុំសូមរំលឹកថាមូលហេតុអីដែលនាំឲ្យមានការវិនិយោគវិស័យកាស៊ីណូនេះច្រើនឡើងយើងលើកឧទាហរណ៍ថានៅខេត្តព្រះសីហនុអញ្ចឹងខេត្តព្រះសីហនុជាខេត្តមួយដែលមានការវិនិយោគវិស័យកាស៊ីណូនឹង135កន្លែងដោយគេលើកហេតុផលថាជាខេត្តមួយដែលមានការតបភ្ជាប់រឿងគម្រោងខ្សែក្រវ៉ាត់នឹងផ្លូវរបស់ចិននេះហើយអញ្ចឹងធ្វើឲ្យនាំឲ្យមានការវិនិយោគវិស័យគ្រប់គ្រងទៅនឹងហេដ្ឋារចនាសម្ព័ន្ធនេះយើងសម្បូរបែបទាំងកាស៊ីណូតាក់ទាញភ្ញៀវចិនឬក៏ទីឥណ្ឌូនេស៊ីហ្នឹងមកវៀតណាមអីមកក្នុងការលេងល្បែងស៊ីសងក្នុងវិស័យកាស៊ីណូធ្វើឲ្យកំណើនវិស័យកាស៊ីណូនៅក្នុងខេត្តព្រះសីហនុនឹងកាលពីឆ្នាំ2010មានមិនដល់10ទេមានមិនដល់10កាស៊ីណូទេប៉ុន្តែឥឡូវកាលពីឆ្នាំ2021មានរហូតដល់135កាស៊ីណូហើយបានបង្កើតការងារនឹង50000កន្លែងនៅខេត្តព្រះសីហនុយើងមើលនៅម្ដុំប៉ោយប៉ែតវិញប៉ោយប៉ែតនឹងច្រើនជាងគេយើងមិនបាច់យើងនិយាយនៅម្ដុំអូស្មាច់បៃលិនឬក៏ច្រកដូងអីទេយើងនិយាយនៅប៉ោយប៉ែតហ្នឹងគឺមានការវិនិយោគចំនួន32ហើយភាគច្រើនជាការវិនិយោគរបស់ថៃអញ្ចឹងយើងមើលនៅក្នុងការវិនិយោគរបស់ថៃហ្នឹងគឺគ្រប់គ្រងដោយប្រទេសថៃឬក៏គាត់ចាក់បញ្ចូលលុយ
នៅក្នុងវិស័យកាស៊ីណូនោះឬក៏រួមទុនគ្នារវាងកម្ពុជាថៃអញ្ចឹងប្រតិបត្តិការកាស៊ីណូដែលគ្រប់គ្រងដោយជនជាតិថៃនៅម្ដុំប៉ោយប៉ែតនោះគឺចន្លោះពី16ទៅ26កាស៊ីណូក្នុងចំណោមចំនួនកាស៊ីណូទាំង32នេះគឺជាការប៉ាន់ស្មានរបស់របាយការណ៍របស់ CDI ដែលគេបានរំលេចចឹងភាគច្រើនជនជាតិថៃជាការវិនិយោគនៅម្ដុំប៉ោយប៉ែតបាទច្រកព្រំដែនកម្ពុជាថៃហើយគេ target នៃអតិថិជនគោលដៅរបស់គេហ្នឹងគឺជាជនជាតិថៃខ្លួនឯងហ្នឹងដែលមកលេងកាស៊ីណូនៅប្រទេសកម្ពុជាដោយសារតែនៅថៃគេមានច្បាប់ហាមមិនឲ្យលេងល្បែងស៊ីសងអញ្ចឹងគេទាំងអ្នកវិនិយោគថៃទាំងអ្នកវិនិយោគផ្សេងហ្នឹងគឺបង្កើតកាស៊ីណូក្នុងតំបន់ជាដែនកម្ពុជាថៃទៅគេជនជាតិថៃគាត់មកលេងល្បែងស៊ីសងនេះគឺជាអ្វីដែលគាត់ target ប៉ុន្តែយើងមើលនៅក្នុងឆន្ទៈរបស់រដ្ឋាភិបាលនៅពេលដែលយើងមានការវិនិយោគល្បែងស៊ីសងកាស៊ីណូផ្សេងហ្នឹងវានាំឲ្យមានបញ្ហាអសន្តិសុខបាទអញ្ចឹងអសន្តិសុខឬក៏កំណើននៃបំណុលចោរកម្មអីផ្សេងហ្នឹងរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់ដោយជាការពីឆ្នាំ2019គឺរដ្ឋាភិបាលគឺចេញចរាចរណ៍មិនឲ្យមាននាំឲ្យបិទចេញចរាចរណ៍មួយបិទមិនឲ្យមានល្បែងអនឡាញណាអញ្ចឹងកាលណាបិទមិនឲ្យមានល្បែងអនឡាញចំនួនកាស៊ីណូហ្នឹងធ្លាក់ចុះដោយសារតែល្បែងអនឡាញហ្នឹងភាគច្រើនគឺប្រតិបត្តិការនៅក្នុងការវិនិយោគក្នុងកាស៊ីណូនឹងហើយអញ្ចឹងនៅពេលដែលយើងបិទមិនឲ្យមានអញ្ចឹងចំនួននៃប្រតិបត្តិការកាស៊ីណូមានការធ្លាក់ចុះអញ្ចឹងការបិទនោះវាប៉ះពាល់ការងារប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើព្រោះជារឿងមួយដែលយើងត្រូវធានាសន្តិសុខសង្គមមិនឲ្យមានភាពចលាចលដែលកើតឡើងមកពីល្បែងស៊ីសងនៅក្នុងកាស៊ីណូទេប៉ុន្តែបើសិនយើងមើលក្នុងឆ្នាំ2019ដដែលហ្នឹងបើសិនជាយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហ្នឹងគឺយើងបានទទួលចំណូលពីវិស័យកាស៊ីណូតាមរយៈពន្ធហ្នឹងគឺ$80 លានសហរដ្ឋអាមេរិកណាដែរហ្នឹងដែលយើងទទួលបានអញ្ចឹងនេះគឺជាមានទាំងរឿងល្អមានទាំងរឿងអាក្រក់ប៉ុន្តែបើសិនយើងងាកទៅវិញអ្នកដែលវិនិយោគក្នុងវិស័យកាស៊ីណូនៅម្ដុំព្រំដែនកម្ពុជាថៃនេះភាគច្រើនគឺជាជនជាតិថៃដែរដែលគាត់នាំ client ឬក៏អតិថិជនដែលជាជនជាតិថៃខ្លួនឯងមកលេងល្បែងស៊ីសនៅក្នុងព្រំដែនកម្ពុជាថៃតាមរយៈនៃការវិនិយោគវិស័យកាស៊ីណូក្នុងប្រទេសកម្ពុជាបាទនេះគឺជារបាយការណ៍មួយដែលខ្ញុំចង់ភ្ជាប់ឲ្យបងប្អូនបានយល់អំពីបរិបទក្នុងការវិនិយោគក្នុងវិស័យកាស៊ីណូក្នុងប្រទេសកម្ពុជានោះបាទ